ណាប្រាឲ្យប្រពន្ធបងស្អាតយ៉ាងនេះមើលយូរកាន់តែគួរឲ្យខ្នាញ់ហ្មងជាតិនឹងអូនតង់បងជាប់ហើយណាទោះស្លាប់ឬរស់ក៏នៅតែជាប្រពន្ធបងដែរអើយគួរឲ្យខឹងមែនបងឯងនេះឈប់លេងទៅត្រីស្ងល់ខ្លោចឆ្នាំងអស់ឥឡូវហើយចុះថ្ងៃនេះមិនក៏ប្រញាប់ប្រញ័រម្លេះអាងប់អើយតំបន់នេះជារបស់ពួកយើងវើយអាណាឲ្យថ្លើមពីមេឃពួកឯងហ៊ានមកដាក់អន្ទាក់កាត់មុខអញហាអញមកស្រែកលោឡាស្អីហ្នឹងកន្លែងនេះមានសរសេរឈ្មោះសុងតាពីវរបស់ឯងអេបងថ្លៃអាពួកក្មេងពីវពួកឯងចាំមើលតែហ្មងទៅបងថ្លៃបងឯងមើលប្រដាប់ប្រដាដែលពួកគេកាន់ទៅសុទ្ធតែលោកកញ្ចាស់ប្រហោងធំជាងការធន់ទៅទៀតដាក់ត្រីមិនជាប់ទេអោហើយត្រូវតែសរសើរថាគូក្បាលឯងដើរលឿនមែនចង្រៃយេអើយខំប្រឹងអោនធ្វើការពេញមួយព្រឹកចាប់បានតែកូនបង្គាប៉ុន្មានក្បាលនឹងឥឡូវសង្ឃឹមលើអាចៅអើកូវទាំងអស់ហើយបានអាធំហើយបងអូនឆាប់មកជួយទីម្នាក់មួយដៃមកថ្ងៃនេះចៅអើកូវខ្ញុំឡើងកូដហើយវើយម៉ែវាអើយខ្ញុំថាហើយមិនបានអាសុងតាប៊ីវមិញនេះចេះដណ្ដើមកន្លែងនឹងពីយើងម្លេះតាមពិតខាងក្រោមនេះសុទ្ធតែសម្បុកត្រីធំសោះកប់ម៉ងមិនក្រោម50គីឡូទេមើលទៅមិនដឹងជាសត្វចម្លែកប៉ុនណាទេវើយបងអូនថ្លៃមើលណែពួកវាទាញបានអាធំមែនវើយមិញនេះអញគួរតែធាក់អាអើកូវចេញឲ្យឆ្ងាយកន្លែងនឹងពួកយើងអ្នកចំណាំទុកមុនសោះចៅអើកូវឲ្យសំណាងឯងពិតជាកប់សេរីហ្មងថ្មមួយដុំនេះល្មមឲ្យឯងអង្គុយយកគេមួយជីវិតហើយអើយអាម្ដាយវាអើយដុំទឹកកកនេះរឹងកប់សេរីមកវើយសុងតាប៊ីវអញរកអត់បានទេឯងគិតថាអាមេឃឈើកញ្ចាស់ឯងនឹងអាចចាប់ត្រីធំបានមែនស្ដេចនាគនឹងជាសាច់ញាតិឯងអីតិចយល់សពទៅអាប្អូនអាភ្លើបើកភ្នែកធំចាំមើលអញឲ្យច្បាស់ទៅវើយទម្ងន់នេះដូចខុសធម្មតាលើកនេះប្រកាសជាបានរបស់ធំហ្មងកុំមកចេះអញថាមិនខានតាក់ជាប់គោឈើអីនៅខាងក្រោមនឹងទេព្រះឲ្យលុយម្លេះវើយសំបីតែស្ដេចអ្នកបង្ហាញយុតិក៏មិនដល់ថ្នាក់នឹងដែរត្រីមួយលោកនេះយ៉ាងហោចណាស់ក៏ចូលរាប់10គីឡូដែរតើមើលមុខពួកឯងស្លាំងអស់ហើយអញនៅសល់9លោកទៀតមិនទាន់ទាញឡើងមកផងនៅមានកន្ត្រក9ទៀតនៅខាងក្រោមមិនទាន់ទាញឡើងមកទេវើយបងធំត្រកូលសុងបងប្រុសធៀបជូត្រីធំរបស់ពួកបងឯងនេះអាចចែកគ្នាខ្លះបានអត់មានអីមិនបានទៅរបស់ធំច្រើនយ៉ាងនេះពួកយើងស៊ីតតែបែកពោះក៏មិនអស់ដែរតើខ្ញុំសុំដូរយក3គីឡូបងធៀបជូចង់បានអីប្រាប់មកខ្ញុំនឹងរត់ទៅយកពីផ្ទះមកដូរឲ្យលើនេះហ្មងតាប៊ីវទុក5គីឡូឲ្យខ្ញុំសិនមកទុកអាថតឲ្យខ្ញុំមួយក្បាលផងអ្នកទាំងអស់គ្នាកុំប្រញាប់ពេកមានចំណែកគ្រប់គ្នាឆាប់ត្រឡប់ទៅផ្ទះយកអីវ៉ាន់មកដូរនៅទីធ្លាផ្ទះខ្ញុំមកអូខេបងធៀបជូប្រាប់មកចង់បានអីខ្ញុំទៅយកពីផ្ទះមកដូរឥឡូវហ្នឹងមែនហើយទូនៅផ្ទះគ្មានក៏ពួកយើងរត់ទៅរកមកឲ្យគ្រប់ដែរម្សៅពោតអង្ករម្សៅមីមានប៉ុន្មានយកប៉ុណ្ណឹងតាប៊ីវបងធៀបជូរបស់រស់រាប់10គីឡូនេះពិបាកយកទៅវិញណាស់ណោះស្រួលយកទៅអត់វាតាក់ទងស្អីនឹងឯងឆាប់ចេញពីមុខអញភ្លាមទៅបងធៀបជូតាំងពីបងមករស់នៅភូមិយើងដំបូងខ្ញុំមើលដឹងបាត់បងធៀបជូត្រីស្រស់រាប់10គីឡូនេះពិបាកយកទៅវិញណាស់ត្រូវអត់ងាយពិបាកវាតាក់ទងស្អីនឹងឯងឆាប់ថយចេញឲ្យឆ្ងាយទៅវើយតាំងពីអញមកនៅភូមិយើងដំបូងអញមើលដឹងបាត់ទៅហើយថាឯងមិនធម្មតាទេពិតជាអ្នកក្រុងមែនខួរក្បាលរហ័សរហួនណាស់ហ្មងអើកូវអញទំនេរពេកមកបញ្ចោលគេហីចង់លួចរៀងក្បាច់គេមែនទេបងថ្លៃលេងដៃគាត់សិនទៅមិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែចង់សុំបងធៀបជូដូរយកត្រីធំពីរដើម្បីយកទៅភ្លក់លេងតើឲ្យតែដូរខ្ញុំស្វាគមន៍ជានិច្ចប្រញាប់ទៅផ្ទះយកអីវ៉ាន់មកដូរមកអូខេបងធៀបជូចាំមើលចុះនេះជាត្រីដែលបងចាប់បានទាំងអស់ហើយយកទៅដូរអីវ៉ាន់ពីអ្នកភូមិមកវិញបងធៀបជូបងឯងពូកែសាហាវហ្មងបងធំប្រលឹមស្រាំងនឹងបងឯងរើកែស្អីហ្នឹងទៅរកអូនថ្លៃយើងតើចាំមេឃភ្លឺបន្តិចសិនអញនឹងទៅអូសវាទៅទន្លេហាម៉ាយ៉ាងហោចណាស់ក៏ត្រូវចាប់ត្រីធំឲ្យបានពីរមកវិញដែរបងធំមិនក៏បងឯងក្បាលរឹងម្លេះចុះប៉ុន្មានថ្ងៃនេះបងឯងលែងចង់បានពិន្ទុការងារឲ្យរកអូនថ្លៃយើងទៅចាំតែមេឃភ្លឺភ្លាមខ្ញុំនឹងទៅអូសក្បាលវាទៅទន្លេហាម៉ាហ្មងយ៉ាងហោចណាស់ក៏ត្រូវចាប់ត្រីធំឲ្យបានពីរដែរបងធំមិនក៏បងឯងក្បាលរឹងម្លេះចុះពិន្ទុការងារនៅក្រុមផលិតប៉ុន្មានថ្ងៃនេះបងឯងលែងចង់បានហើយអីអញមិនខ្វល់អាពិន្ទុការងារតិចតួចនឹងទេវើយបងអាល្អិតឈីស៊ូនឹងខូចណាស់ល្បិចវាក៏ច្រើនដែរបងឯងត្រូវតែតាមឃ្លាំមើលវាឲ្យជាប់ណាកុំឲ្យវាមានឱកាសរត់ត្រឡប់ទៅក្រុងវិញឲ្យសោះឯងកំពុងនិយាយឈួតស្អីហ្នឹងពីមុនឈីស៊ូពិតជាធ្វើមិនសូវល្អដាក់គីជូមែនតែឥឡូវគេកែខ្លួនហើយតើឈប់និយាយទៅបងវាលួងលោមប្អូនស្រីយើងតតែវង្វេងវង្វាន់អស់ហើយមិនវិញបងឯងទៅតែទៅដើរជាមួយវាមិនបានប៉ុន្មានយប់ផងត្រូវសេលវាដែរមែនខ្ជិលឆ្លុះជាមួយឯងណាស់អញណែប្អូនថ្លៃថ្ងៃរះចាំងគូទៅហើយមិនក៏នៅសំងំដេកទៀតហ្នឹងលឿនឡើងប្រញាប់ទៅលើកបនៅទន្លេវើយថេនឹងបងថ្លៃព្រឹកប្រលឹមព្រៀងមកស្រែកហៅប្រលឹងអីហ្នឹងនំប៉ោស្ដែលឯងចូលចិត្តកំពុងតែក្តៅម៉ងណាគុំនៅរីរែកទៀតដាក់ក្នុងអាវទៅយើងដើរបណ្ដាលស៊ីបណ្ដាលទៅខ្ញុំអត់ទេខ្ញុំចង់អង្គុយញ៉ាំលើគ្រែក្តៅឯណោះញ៉ាំហើយខ្ញុំត្រូវដុសធ្មេញទៀត
យីកូនប្រុសដើមទ្រូង5ហត់ទៅដុសធ្មេញអីហាគេហៅថាស្រឡាញ់ភាពស្អាតបាតយល់អត់យល់អានឹងវាជារឿងរបស់មនុស្សស្រីតាបងថ្លៃរកពាក្យគ្រៀតអញ្ចឹងប្រយ័ត្ននៅព្រាវមួយជីវិតទៅយកប្រពន្ធមានអីសប្បាយដូចទៅចាប់ត្រីនោះចៅអើកព្រឹកព្រលឹមនឹងមកដារីរ៉ាធ្វើអីហាសម៉េចចង់មកលួចរៀនក្បាច់ពិសេសបងថ្លៃមែនអញកុំចេះតែនឹកឃើញវើយអញគ្រាន់តែចង់មកមើលគេចាប់ត្រីតាបន្តិចទៀតពេលលើកបឲ្យអញជួយផងទៅគ្រាន់បានបំបត្តិអាការៈរមាស់ដៃនឹងណាបើបងចង់ខ្លាំងម្លឹងចាំបន្តិចទៀតខ្ញុំឲ្យឡពីទៅបងឯងយកទៅចាត់ចែងខ្លួនឯងទៅតែនិយាយឲ្យដាច់ស្រេចណាគ្រាន់តែលេងបានតែត្រីដែលចាប់បានពីក្រោមទឹកទាំងអស់គឺជារបស់ពួកខ្ញុំអូខេជារបស់ពួកឯងទាំងអស់ហ្មងមានតែនៅក្នុងព្រៃជ្រៅនោះទេទើបជាជំរកកំណប់មាសពិតប្រាកដនោះស្អីគេលក់ត្រីថ្ងៃនេះអ្នកយកអីវ៉ាន់មកដូរយកត្រីថយចុះអស់ជាងកន្លះទៅហើយពួកគាត់អស់អារម្មណ៍ចង់ហូបរបស់ស្រស់ទៀតហើយត្រីសមួយគំនោនេះពួកយើងក៏ហូបមិនអស់ដែរទុកចោលតតែស្អុយខាត់បងទេហើយអញឈួតទេអីមេភូមិប្រកាសតាមមេគ្រូក្តាញ់រាល់ថ្ងៃរបរដែលអាចដាច់ក្បាលនេះអាមុខរបរប្រថុយងាប់នេះអញចង់អូសទាំងគ្រួសារចូលគុកមែនទេហាបងថ្លៃរងាប់អារម្មណ៍សិនទៅយ៉ាងហោចណាស់ខ្ញុំក៏មកពីក្រុងដែររឿងនឹងខ្ញុំដឹងច្បាស់ណាស់ការលក់ដែលខ្ញុំនិយាយមិនមែនឲ្យយើងទៅក្រៅកន្ទេលលក់តាមផ្សារទេរែកកញ្ច្រែងតាមខ្ញុំមកដល់កន្លែងបងនឹងយល់ច្បាស់ហ្មងអាយ៉ាព្រឹកមិញអញចង់យកត្រីទៅលក់ឲ្យសហករណ៍ដែរណោះប្អូនថ្លៃក្បាលឯងគិតអីនឹងហើយបានជាឲ្យគេធ្វើត្រីឲ្យស្អាតអីចេះសោះគឺតម្រង់មកសហករណ៍ហ្មងត្រូវទទួលស្គាល់ថាអ្នកចេះដឹងមកពីក្រុងគេពូកែគិតមែនគំនិតបែបនេះពួកយើងគិតតតែបែកក្បាលក៏គិតមិនឃើញដែរធ្វើត្បិតតែសហករណ៍គេទិញរបស់អស់នឹងមែនតែពួកនឹងទម្លាក់ថ្លៃសាហាវណាស់លេងខូចទីផ្សារអស់ហើយកន្លែងដែលខ្ញុំចង់ទៅលក់ពិតប្រាកដនោះគឺសួស្ដីបងប្រុសសូមរំខានសួរមួយពូតើអ្នកគ្រប់គ្រងជីននៅភោជនីយដ្ឋានយើងនៅខាងក្នុងអ្នកគ្រប់គ្រងជីនភោជនីយដ្ឋានយើងមានអ្នកត្រកូលជីនច្រើនណាស់តើអញរកអ្នកគ្រប់គ្រងជីនមួយណាគឺអ្នកគ្រប់គ្រងធំជីនយូឆៃនឹងណាពួកខ្ញុំទាំងពីរនាក់ជាមិត្តភក្តិធំធាត់មកជាមួយគ្នាហ្មងអីយ៉ាបងប្រុសចៃដន្យអីមិនល្អសោះអ្នកគ្រប់គ្រងជីនទៅប្រជុំធំនៅឯខេត្តបាត់ហើយយ៉ាងហោចណាស់ក៏4ទៅ5ថ្ងៃទៀតទៅមកវិញចុះបងរកគាត់មានការអីដែរចង់ផ្ដាំអីអត់ចាំពូ5អីទេពូចាំប៉ុន្មានថ្ងៃទៀតចាំខ្ញុំមកលេងគាត់ម្ដងទៀតក៏បានមើលទៅមានតែយកទៅលក់ថោកឲ្យសហករណ៍សិនហើយបងស្រីពួកខ្ញុំមានត្រីធំដែលទើបនឹងចាប់បានថ្មីពីរបីកន្ត្រកសូមរំខានបងស្រីជួយមើលវាបន្តិចមកទៅរកត្រីធំច្រើនម្លេះមកពីណាកុំប្រាប់ណាថាលួចពីស្រះត្រីអ្នកណាមកនោះនិយាយស្អីនឹងកុំមកចោទគេផ្ដេសផ្ដាស់វើយពួកយើងចាប់វាពីបាតទន្លេទាំងអស់ហ្នឹងអូតាមពិតជាគេសោះអ្នកភូមិយើងទាំងចាស់ទាំងក្មេងអាចធ្វើសាក់សីធានាឲ្យពួកយើងបានតើបានហើយឈប់រអ៊ូទៅបើចង់លក់ប្រញាប់យកអីវ៉ាន់ចូលមកលឿនមកត្រីញាប់អស់រលីងហើយនឹងឲ្យថ្លៃអស់គីឡូត្រឹម1កាក់ទេ1គីឡូសរុប200គីឡូគិតអស់គឺ20រៀលចំណែកបង្គានិងក្តាមតូចនេះ1គីឡូ5សេនចុះគិត2រៀលកន្លះម៉ាស៊ីវឡាននាងឯងនេះចិត្តខ្មៅពេកហើយហ៊ានឲ្យតម្លៃថោកដល់កំលេះសមិទ្ធម្នាក់នេះគឺជាបងប្អូនធម៌របស់អ្នកគ្រប់គ្រងជីនរបស់យើងណាចាប់ឲ្យតម្លៃសំរុំមកបើហ៊ានតែបោកប្រាស់ចាងទីជួថ្ងៃនេះនាងឯងកុំសង្ឃឹមថាបានប៉ះអីវ៉ាន់ទាំងនេះអត់សោះអូយម៉ែអើយ